ជាពលរដ្ឋប្តឹងអនុប្រធានការិយាល័យសុរិយោដីខេត្តព្រៃវែងទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធករណីទារលុយពីពលរដ្ឋជាថ្នូរការចែកបានកម្មសិទ្ធិដីធ្លីលើការកំណត់របស់រដ្ឋក្រុមពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិព្រះអិនស្មុតឃុំថ្មពូនស្រុកកញ្ជ្រៀតខេត្តព្រៃវែងកាត់ទុកមិនសុខចិត្តរឿងធ្វើប្លង់ដីអស់លុយបាននាំគ្នាផ្តិតមេដាយប្តឹងលោកស្រីវិចិត្រអនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រៃវែងនិងជាប្រធានក្រុមវាលទី5ដែលបានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធជំរិតទារលុយពីប្រជាពលរដ្ឋចាប់ពី 50,000 រៀលទៅ 30,000 រៀលនៅក្នុងមួយប្លង់ដីដោយមិនមានវិក័យប័ត្រកំណត់ដោយរដ្ឋនោះទេជាថ្នូវនឹងការចែកបានសម្គាល់កម្មសិទ្ធិដីធ្លីនេះបើយោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅពេលថ្មីនេះដាក់ជូនលោកបណ្ឌិតអោមយន្ទៀងទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយតាមពាក្យបណ្ដឹងបានរៀបរាប់ថាប្រធានក្រុមវាលលោកស្រីវិចិត្របានយកលុយ